យកពេលថា image ហើយបងប្អូនក្នុងនេះបងប្អូនយកមួយណាក៏បានដែរតែខ្ញុំ recommend ឲ្យប្រើ PNG បាទជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំអញ្ចឹងខ្ញុំសូមឆ្លើយតបទៅកាន់បងប្រុសម្នាក់ដែលគាត់ comment សួរខ្ញុំថាតើធ្វើយ៉ាងម៉េចដើម្បីconvert ពី file Word ទៅជារូបភាពបាទអញ្ចឹងរបៀបការដែលយើង convert នេះគឺអត់មានជាការលំបាកទេយើងត្រូវមានកម្មវិធី Acrobat មកយើងអាច convert បានដែរបាទអូខេឥឡូវចូលទៅកាន់ file Word របស់យើងអញ្ចឹងយើងចូល file Word យើងរៀបចំអីចឹងហើយអញ្ចឹងគោលដៅរបស់យើងគឺយើងចង់បំលែងវាទៅជា file Word ទៅជារូបភាពដើម្បីងាយស្រួលមើលឬក៏យើងងាយស្រួលផ្ញើទៅកាន់អ្នកដទៃគេអាចបើកមើលបានយ៉ាងងាយស្រួលអញ្ចឹងយើងចូល file មកយើងរក្សាចុច save as នេះទុកនៅក្នុងmusic បាទ presentation បងប្អូនទុកណាក៏បានដែរអត់អីទេតែមកទៀតបងប្អូនអាចមើលកន្លែង save name វាដាក់ឈ្មោះមកលើកន្លែងខាងក្រោមយើងត្រូវបំលែងវាទៅជា PDF សិនបាទចុចមកខមមកយកពាក្យថា PDF បាទចុចពាក្យថា save អូខេអញ្ចឹងវាបានបំលែងខ្ញុំទៅជាពី file Word ទៅជា file PDF ហើយតមកទៀតបងប្អូនអាចមើលកន្លែងពាក្យថា file ចុច file នេះមកបន្ទាប់មកយកខាងក្រោមយកពាក្យថា export ដោយសារកម្មវិធី Acrobat យើងមានច្រើនប្រភេទអញ្ចឹងកម្មវិធីរបស់ខ្ញុំគឺបែបនេះចុច file ទាំងមកបាទចុចពាក្យថា export ហើយយកពាក្យថា image ហើយបើសិនជា version មុនវាអាចខុសពីនឹងតិចយើងគាត់ថាយើងយកពាក្យថា save as មកដល់អញ្ចឹងទៅវានឹង load show កន្លែងនេះដូចគ្នាបាទ show ដូចគ្នាយើងយកពាក្យថា image ហើយបងប្អូនក្នុងនេះបងប្អូនយកមួយណាក៏បានដែរតែខ្ញុំ recommend ឲ្យប្រើ PNG ចុចត្រឹងមកបាទអញ្ចឹងខ្ញុំចូលមក music file ខ្ញុំដាក់មិញហ្នឹងបាទបងប្អូនឃើញនេះជា file រូបភាពបាទរូបភាពអញ្ចឹងយើងអាចយករូបភាពហ្នឹងទៅផ្ញើក្នុង Telegram ឬផ្ញើក្នុង Facebook ក៏បានដែរអញ្ចឹងតើតើរបៀបនៃការយើង convert គឺមានប៉ុណ្ណឹងហើយខ្ញុំគិតថាវាអាចជួយទៅដល់គ្នាយើងក៏ដូចជាបងប្រុសដែលគាត់ comment សួរក្នុងវីដេអូហ្នឹងដែរ